ផ្លាក់ដីដាំស្ពៃតកួនខាត់ណាបន្លែចម្រុះញាតិញោមណាខ្វះបន្លែមកទួលសៃកៃខ្ញុំតែមកឥឡូវមានមកជួយផ្លាក់ដីទេបើពី3ខែទៀតមកនឹងបានផលហើយនឹកឃើញលោកផ្លាក់ដីហ្នឹងនឹកឃើញកាលនៅក្មេងៗញាតិញោមកាលនៅក្មេងៗម៉ែឲ្យទៅដកកូនម្ទេសស្រោចទឹកម្ទេសហើយអញ្ចឹងអាពេលពូនរងបាក់ដបងម៉ែឲ្យទៅដំដុំដីអូថ្ងៃក្តៅចេះប្រឹងដំហើយកាលហ្នឹងធ្វើរងបាក់អីហ្នឹងហៅបាក់កូនឆ្នាំធ្វើរងបាក់អីធ្វើតែមួយបាក់ពីរបាក់សម្រាប់ដូចធ្វើកូនម្ទេសធ្វើអីដើម្បីយើងសាំវាឲ្យដុះហើយបានយើងយកទៅដាំនៅចំការអាហ្នឹងម្ទេសឥឡូវថតទុករម៉ួយឲ្យហើយនេះច្រើនរងបន្លែបើរាប់មើលអាចប្រហែលចូលបាក់20រងបើមុំធ្វើអស់ចូល20រងណារម៉ួយឲ្យហើយបើឆាន់មិនអស់ទេញ៉ែមិនភ្នក់ដុតកំដរទៀតនេះកតិចឈើតិចឈើដែលយើងរើសគល់ពីដីដែលផ្លាក់ហើយនោះហើយណាមួយយើងធ្វើដំណាំចំណេញបានដីយើងស្អាតផងបរិស្ថានស្អាតហើយក៏បានបង្កើននូវភោគផលជាបន្លែបង្ការឲ្យផ្សេងហើយមួយយ៉ាងមានពលកម្មសម្រាប់ប្រសង់ប្រចាំថ្ងៃកុំឲ្យទំនេរវាល្អមួយយ៉ាងផងវាមានលំហាត់ប្រាណបើកាលណានៅស្ងៀមអញ្ចឹងទៅងាយប្រឈមនឹងឈឺវាអត់មានចេញកម្លាំងចេញញើសចេញចលនាអីច្រើនណាតែពេលយើងធ្វើការអញ្ចឹងទៅចេញកម្លាំងផងចេញញើសផងមានចលនាទៅសៃទៅសងអីក៏វាអត់សូវឈឺដែរប្រព័ន្ធកោសិកាប្រព័ន្ធធាតុផ្សំអីក៏វារឹងមាំដែរចំណាំមើលញាតិញោមអ្នកធ្វើពលកម្មជារៀងរាល់ថ្ងៃគាត់មិនសូវឈឺទេឈឺតែច្រើនតែអ្នកតនេនឹងឈឺញឹកអីណាវីដេអូនោះមានប៉ុណ្ណឹងញាតិញោមជូនពរញាតិញោមបានក្តីសុខក្តីចម្រើនទាំងអស់គ្នា